Sustain បងអូនទាំងអស់គ្នាឥឡូវនឹងដែរខ្ញុំមកធ្វើនំគើបធ្វើវិញប៉ុន្តែមុននឹងចូលដល់វិធីធ្វើឥឡូវយើងទៅស្ដាប់សម្ដីប៉ាត់របស់អតិជនខ្ជូតរបស់ខ្ញុំដែលអង្គុយចាំញ៉ាំនំសិនអូននេះទៅជាមួយនេះត្រីណាជាមួយមកចុកហ្នឹងចូលចេះញ៉ាំអត់ណាហើយចាំឲ្យបន្ទុកផងណាចាញ់តោះជួយចិត្តអត់ជួយចិត្តអញ្ចឹងឲ្យបន្ទុកមែនចង់10លើ10មែនអីអូយតែផ្ទះមានអតិជន3នាក់ដែរនេះគូថាចេះញ៉ាំត្រេនទេឥឡូវទៅពេលអ្នកមកធ្វើនំត្រេនឲ្យញ៉ាំនិយាយវាចូលចិត្តអូននន់ចូលចិត្តអត់ចូលចិត្តហើយចឹងអត់បន្ទុកអ្នកម៉ាក់បានចឹង10លើ10កុហកអត់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 កុហកមែនទេពេញចិត្ត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 ណាស់ឆ្ងាញ់ពេញចិត្តដោយសារឥឡូវហ្នឹងដល់ខែត្រេនអញ្ចឹងខ្ញុំមកធ្វើនំគើបត្រេនញ៉ាំហើយវិធីធ្វើគឺងាយស្រួលមែនតើជាដំបូងឡើយខ្ញុំមកកាត់ស្លឹកតើយដែលមាននៅផ្ទះសិនពេលដាក់ស្លឹកតើយចឹងទៅវាធ្វើឲ្យនំយើងហិតតែឈ្ងុយហើយយើងកិនស្លឹកតើយជាមួយនឹងទឹក200មីលីលីត្របន្ទាប់មកយើងចាក់វាច្រត់ដើម្បីយកទៅទឹកស្លឹកតើយទេហើយនេះជាគ្រឿងផ្សំសម្រាប់ចាក់នំណាអញ្ចឹងឥឡូវខ្ញុំគោះពងមាន់4គ្រាប់ចូលហើយយើងកូរពងមាន់ឲ្យសព្វចូលគ្នាបន្ទាប់មកខ្ញុំដាក់ម្សៅមី175ក្រាមចូលហើយយើងច្រោះម្សៅមីចឹងមកដើម្បីឲ្យសាច់ម្សៅមីម៉ត់ល្អណាហើយខ្ញុំដាក់ស្ករសប្រេងឆាសម្រាប់ស្ករសដែរបងប្អូនអាចដាក់តាមចំណង់ចូលចិត្តដែលយើងចង់ញ៉ាំផ្អែមមួយកន្អត់អញ្ចឹងណាហើយខ្ញុំចាក់ទឹកដោះគោស160មីលីលីត្របន្ទាប់មកយើងកូរល្បាយហ្នឹងឲ្យរលាយសព្វចូលគ្នាល្អទៅនៅពេលដែលសាច់ម្សៅរៀងរលាយចូលគ្នាបានល្អហើយយើងចាប់តាមចាក់ទឹកស្លឹកតើយចូលដំបូងឡើយយើងចាក់ទឹកស្លឹកតើយទៅពាក់កណ្ដាលសិនបានហើយចាំពេលមើលទៅសព្វល្អហើយយើងចាក់ចូលបន្ថែមទៅតែអស់ហ្មងហើយយើងយកវាទៅច្រោះដើម្បីឲ្យសាច់ម្សៅយើងកាន់តែម៉ត់ល្អទៀតថងកន្លែងហ្នឹងដែរខ្ញុំចាក់វាច្រោះទៅមកឡើង3 4ដងបងប្អូនអញ្ចឹងខ្ញុំមកធ្វើ snow ត្រេនម្ដងត្រេនហ្នឹងដែរបើយើងយកត្រេនកាន់តែទុំគឺកាន់តែឈ្ងុយហើយយើងចិត្តត្រេនអញ្ចឹងមកហើយយើងយកវាទៅឈុំបន្តិចទៅដើម្បីវាម៉ត់ល្អឥឡូវខ្ញុំចាប់តាមទៅវាយ whipping cream ម្ដងសម្រាប់ cream ហ្នឹងដែរគឺខ្ញុំដាក់ glacé ក្នុងទូកកចំនួន3ម៉ោងរួចហើយដើម្បីឲ្យវាយទៅវាឡើងល្អនៅពេលដែល cream ឡើងល្អហើយយើងយក snow ត្រេននិង cream glacé ក្នុងទូទឹកកកសិនឥឡូវយើងងាកមកចាក់នំវិញម្ដងមុននឹងចាក់យើងកូរម្សៅចឹងសិនទៅហើយយើងប្រើខ្ទះដែលអត់ជាប់ហើយយើងបាច់ប្រើប្រេងឆានំហ្នឹងគឺយើងចាក់ទៅឲ្យតែឃើញវាថ្លាអាហ្នឹងវាឆ្អិនហើយនិយាយទៅគឺចាក់លឿនមែនតើនំហ្នឹងអញ្ចឹងឥឡូវខ្ញុំទៅចាក់នំឲ្យបានច្រើនបន្ថែមទៀតនៅពេលដែលចាក់ម្សៅចូលបងប្អូនកុំភ្លេចអំបិលខ្ទះផងណាហើយបន្ទាប់មកយកកំហុសមកគ្របវាដើម្បីវាឆាប់ឆ្អិនប៉ុន្តែនៅពេលដែលគ្របហ្នឹងគឺ10នាទីគឺនំហ្នឹងឆ្អិនហើយនិយាយទៅគឺឆាប់ឆ្អិនមែនតើបងប្អូននំហ្នឹងនៅពេលដែលឆ្អិនហើយយើងលើកវាដាក់ចានមកហើយទុកវាឲ្យត្រជាក់សិនទៅឥឡូវខ្ញុំទៅធ្វើ snow cream ជាមួយត្រេនម្ដងសម្រាប់ cream នឹងដែរគឺយើងអាចដាក់តាមចំណង់ចិត្តដែលយើងចូលចិត្ត cream ច្រើនឬតិចអញ្ចឹងរួចហើយគឺយើងដាក់នំមួយស្ទាប់ cream មួយស្ទាប់យើងដាក់អញ្ចឹងរហូតតអស់នំយើងហើយនឹង cream យើងទៅនៅពេលដែលធ្វើនំហើយគឺយើងត្រូវយកវាទៅ glacé ក្នុងទូទឹកកកចំនួន2ឬ3ម៉ោងសិនដើម្បីឲ្យនំហ្នឹងកាន់តែមានរសជាតិឆ្ងាញ់នំហ្នឹងដែរខ្ញុំបាន glacé វារួចរាល់ហើយអញ្ចឹងឥឡូវខ្ញុំយកវាចេញមកកាត់ញ៉ាំអញ្ចឹងយើងទៅស្ដាប់សំឡេងផ្ទាល់របស់ម៉ួយដែលអង្គុយចាំញ៉ាំនំថារសជាតិមិនដែរបងនេះឆ្ងាញ់មែនញ៉ាំដែរញ៉ាំទៅអស់ពីចានហ្មងអត់បន្ទុកអ្នកម៉ាក់ម៉ានហើយ10លើ10មែនអីចាអញ្ចឹងបើបងប្អូនមានផ្លែត្រេននៅផ្ទះកុំភ្លេចសាកធ្វើញ៉ាំតាមមុខប្រមូលហ្នឹងគឺធានាថាឆ្ងាញ់ហ្មងអរគុណ